ជាមានសួរបងប្អូនទាំងអស់គ្នានៅខាងក្រោយខ្ញុំនេះគឺជារោងកសិកម្មហើយប្រទេសណាក៏គេមានកសិកម្មដែរប៉ុន្តែបើថាប្រទេសមួយចំនួនឧទាហរណ៍ដូចខ្មែរយើងចឹងនៅពេលដែលរាល់ផលិតផលណាបានវាតែងថាថោករហូតណាផលិតផលឬក៏កសិកម្មវាតែងតែមានថ្លៃវាមានតែងតែមានថោកវាឡើងចុះក៏ប៉ុន្តែសម្រាប់ខ្មែរយើងអ្នកធ្វើកសិកម្មយូរគឺមានតែលក់ដីឬក៏លក់ទ្រព្យសម្បត្តិខ្លួនឯងដើម្បីសងបំណុលដោយសារតែផលិតផលដែលធ្វើបានហើយគឺវាថោកខ្ញុំចង់ឲ្យបងប្អូនយើងដឹងពីរបៀបធ្វើកសិកម្មមួយអានេះជាចំណែកតូចមួយដែលខ្ញុំយល់ដឹងហើយខ្ញុំជឿថាមន្ត្រីកសិកម្មមួយចំនួនហ្នឹងប្រកាសជាដឹងអារបៀបហ្នឹងហើយប៉ុន្តែគេមិនធ្វើណាគឺរបៀបដែលតូចហើយងាយបំផុតទី1តាមភូមិឃុំខាងមន្ត្រីក្រសួងកសិកម្មតាមខេត្តឬក៏ប្រចាំតំបន់ត្រូវតែចុះបង្រៀនបងប្អូននៅតាមភូមិឃុំត្រូវតែចងក្រងគ្នាជាក្រុមសហគមន៍ឬជាសមាគមតូចមួយខាងផ្នែកកសិកម្មអ្នកនេះចងសមាគមខាងអីអ្នកនេះចងសមាគមខាងវិខ្ចប់នេះសមាគមបន្លែនេះបន្លែនោះគេឆ្លងទៅពីខេត្តមួយទៅខេត្តមួយអូខេត្តកំពង់ចាមគេសបោស្រូវអង្គខេត្តព្រះវិហារគេសបោដលងគេដោះដូរគ្នាទៅមកអញ្ចឹងណាសួរថាតើធ្វើបែបហ្នឹងវាបានប្រយោជន៍ទេវាបានមានប្រសិទ្ធភាពទេមានប្រសិទ្ធភាពខ្មែរយើងនឹងមានឆាប់ទៀតយើងឈប់ទាន់គិតដល់ផលិតផលនាំចេញគ្រាន់តែបិទច្រកព្រំដែនខាងសៀមឬច្រកព្រំដែនខាងយួនសិនណារាល់ថ្ងៃនេះណាទោះបីជាកូនខ្មែរដែលមានមនសិការចង់ជួយប្រជាជនកសិករនឹងឲ្យខ្លាយទៅជាអ្នកមានក៏មិនអាចធ្វើបានដែរដោយសារតែមានមន្ត្រីមួយចំនួនតាមគៀបសង្កត់គាត់ណាហើយមន្ត្រីគយមួយចំនួនដែលគេទិញតំណែងថ្លៃនោះវាអត់មានអីច្រាស់ច្រំណាខ្ញុំចង់និយាយថាវាអត់មានអីច្រាស់ច្រំអញ្ចឹងហើយតំណែងវាទិញមកថ្លៃណាស់វាមិនមែនទុកឱកាសឲ្យពលរដ្ឋមានទេវាសុកចិត្តទៅយកឡានមកកុងតឺន័រវាយក$100 $1000វាសុកចិត្តយកមកបែបហ្នឹងយើងមើលឃើញជាក់ស្ដែងសូម្បីតែខ្មែរមានសង្គ្រាមមួយសៀមប៉ុណ្ណឹងហើយមន្ត្រីគយមួយចំនួនណាក៏វាទៅយកពីខាងសៀមមកទៀតសួរថាពលរដ្ឋខ្មែរយើងស្លូតត្រង់ឯណាទៅធ្វើការងារបែបហ្នឹងកើតណាគឺខាងមន្ត្រីឬក៏ក្រៅមកវត្តរបបលោកហ៊ុនសែននឹងឯងហើយសួរថាតើគេធ្វើអញ្ចឹងបានប្រយោជន៍ទេបានប្រយោជន៍បងប្អូនគឺបានប្រយោជន៍នៅក្នុងការគៀបសង្កត់មិនឲ្យកូនខ្មែររើរួចហេតុអីបានខ្ញុំនិយាយបែបហ្នឹងនៅពេលដែលពលរដ្ឋក្រីក្រគឺពលរដ្ឋអត់ខ្វល់ពីសង្គមទេពលរដ្ឋខ្វល់ថាអូឆ្នាំងបាយអញថ្ងៃហ្នឹងមានបាយឆ្អែតអត់អូថ្ងៃហ្នឹងឯងឬក៏ខាងស្អែកអង្គការឬក៏ធនាគារគេត្រូវមកហិតកអញតែអញមានពេលណាតែគិតពីសង្គមដល់ពេលអញ្ចឹងឯងរងគ្រោះគ្រួសារក្បែរផ្ទះក៏គាត់អត់ហ៊ានរវល់ដែរគេថាតែហ៊ានរវល់ជាមួយនឹងម្នាក់ហ្នឹងអ្នកឯងនឹងមានបញ្ហាដែរហើយសួរថាមានលុយឯណាទៅដោះស្រាយហើយសួរថាតើយើងទៅរំពឹងច្បាប់តុលាការបានដែរទេវាសិតតែពាក់ព័ន្ធបែបហ្នឹងឯងគេដឹកនាំមិនចង់ឲ្យខ្មែរយើងរស់ឬក៏គេមិនចង់ឲ្យខ្មែរយើងងើយមើលពិភពលោកឬក៏ងើយមើលពីសិទ្ធិសេរីភាពខ្លួនឯងបានរស់រៀនកម្រិតណាទេគេចង់ឲ្យខ្មែរយើងស្លាប់ហើយនៅអស់កូនគេទៀតក្នុងនាមគេជាអ្នកដឹកនាំមួយប្រកាសថាសន្តិភាពទាំងដែលបលាលុះអត់ទាន់ធ្វើចេញទេណាទាំងដែលឥឡូវគេមានអីណាមកពាក់ព័ន្ធជន់គ្រាប់មានងាប់បន្តិចទៀតគេបាញ់ប្រកាសគ្រាប់ផ្លោងមកទៀតហើយខាងយើងបង្កើតប័ណ្ណចម្រៀងជោគជ័យចេះ1ចេះ2សួរថាល្អទេវាជោគជ័យត្រង់ណាគេគ្រាន់តែចង់យកកូនខ្មែរយើងជាកញ្ចក់ដាច់ថ្លៃសម្រាប់បំរើពូជតកូលហ៊ុនណារាល់ថ្ងៃហ្នឹងគេលើកថាកម្ពុជាទៅខ្ចីលុយប្រទេសនេះកម្ពុជាទៅធ្វើនេះកម្ពុជាទៅធ្វើនោះវាជាប់ដោយឈ្មោះទាំងពួកយើងទៅដែរហើយបើសិនជាប្រជាកសិករខ្មែរយើងខ្លាចទៅជាអ្នកមានព្រោះខ្មែរយើងជាង80%ជាងដែលធ្វើជាកសិករដីខ្មែរយើងមានច្រើនណាអញ្ចឹងឲ្យបានយួនវាចង់បានសៀមវាចង់បានចិនមកវាមកដាក់ការរកស៊ីដាក់បើករោងចក្របើកអីនៅស្រុកខ្មែរហើយវាបង្កើតខាងកសិកម្មទៀតកសិកម្មហើយវាលក់ឲ្យចិនគ្នាវាទៀតណាអញ្ចឹងខ្ញុំចង់ថាបើសិនជាពលរដ្ឋខ្មែរយើងខ្លាចទៅជាអ្នកមានតែគាត់សុកចិត្តឲ្យខួរក្បាលគាត់សំពឹកទេតែគាត់សុកចិត្តថាគាត់មិនចំណាយលុយឲ្យកូនរៀនសូត្រដែរទេរាល់ថ្ងៃអ្នកខ្លះណាទៅដាបទៅដួសកូនទៅរៀនថ្នាក់មត្តេយ្យមួយខែ20000បងណាសាលារដ្ឋទេណាបងមួយខែ20000ហើយត្រូវតែស៊ីលុយស៊ីចំណីរបស់គ្រូបរិញ្ញាទៀតហើយគ្រូបរិញ្ញាហ្នឹងត្រូវតែបើកូនសិស្សហ្នឹងមិនស៊ីចំណីអញទេណាកូនសិស្សនឹងរៀនអត់ឡើងថ្នាក់ទេអានេះហើយបែបជាបំផ្លាញកូនខ្មែរអញ្ចឹងសួរថាតើកូនខ្មែរយើងឬក៏ប្រជាកសិករចង់ឲ្យកូនរៀនទេគឺចង់ឲ្យរៀនទោះបីជាអស់លុយកម្រិតណាក៏ដោយណាហើយសួរទៀតថាតើគ្រូបរិញ្ញានឹងគាត់ចង់ធ្វើបែបហ្នឹងទេគាត់បាត់បង់កូនធម៌ខ្លួនគាត់សួរថាគាត់ចង់ទេគាត់មិនចង់ទេដោយសារប្រាក់បៀវត្សគាត់ទាបតែកាលណាប្រាក់បៀវត្សគាត់ទាបគាត់ចង់មិនចង់គាត់ត្រូវតែរស់ខ្លួនគាត់ដែរអញ្ចឹងហើយបានរបបហ៊ុនសែនបង្កើតវប្បធម៌អាត្មានិយមបង្កើតវប្បធម៌ដែលធ្វើឲ្យពលរដ្ឋស្រែកឃ្លានខ្លាចចង់បានធ្វើមិនយ៉ាងណាក៏អត់ខ្វល់ពីអ្នកណាទាំងអស់ខ្វល់ឲ្យតែអញរស់កូនចៅឬក៏ពូជបោអញរស់ប៉ុន្តែសួរថាគេឲ្យរស់បានរហូតសុខស្រួលទេវាមិនមានទេអាភាពអាត្មានិយមម្ដងតិចហ្នឹងហើយបានវាជាកម្លាយធ្វើឲ្យខ្មែរយើងខ្លាយទៅជាជំងឺមហារីកដ៏ធំដំណាក់កាលកែមិនបានរាល់ថ្ងៃកែអត់បានទេដោយសារអីដោយសារតែមានពូជតកូលហ៊ុនហើយពលរដ្ឋខ្មែរយើងតែតែមានបញ្ហាសុំអូយលោកសម្ដេចចេះមួយជួយចេះមួយចេះពីរសួរគាត់ដែរជួយទេរាល់ថ្ងៃសឹងតែមិនបាច់មានក្រសួងកសិកម្មទៀតបងប្អូនឬក៏មិនបាច់ចាំមានក្រសួងការពារជាតិទៀតដោយសារតែបង្កើតតែក្រសួងលក់អនឡាញមួយបានហើយពេលដែលប្រទេសកំពុងមានសង្គ្រាមណាក្រុមលក់អនឡាញជាច្រើនរៃលុយគ្នាជួយក្រសួងការពារជាតិបាត់ឈឹងណាដល់ពេលបញ្ហាកសិកម្មកើតឡើងទៀតពួកលក់អនឡាញធ្វើទៀតណែវាទៅជាមានក្រសួងលក់អនឡាញមួយបានវាត្រូវវាមិនបាច់ចាំអាហ្នឹងខ្ញុំមិនចង់និយាយថាប្រទេសមួយវាអភិវឌ្ឍដោយសារតែក្រសួងលក់លេឬក្រសួងលក់អនឡាញហ្នឹងទេគឺវាត្រូវមានក្រសួងការពារជាតិនិងក្រសួងកសិកម្មឯងប៉ុន្តែក្រសួងកសិកម្មនិងក្រសួងការពារជាតិស្រុកខ្មែររងថ្ងៃវាអត់កំណត់វាអត់បញ្ចោតចំណាយតែលុយជាតិហើយសួរថាអ្នកបងប្អូនដែលធ្វើកសិករត្រករងថ្ងៃហ្នឹងបងប្អូនជូនពួកវាឬក៏បើកប្រាក់ខែឲ្យពួកវាស៊ីច្រាស់ច្រំហ្នឹងទីថាអត់ដឹងខ្លួនចាស់ជីយើងទិញមកណាជីយើងបាយស្រូវមកទាំងបេណាកាត់ពន្ធយកទៅទុកឲ្យប្រាក់ខែញាត់កប៉ៅឲ្យពួកវារួចហើយប៉ុន្តែលទ្ធផលចុងក្រោយគេថាយើងនឹងធ្វើការងារអូយើងដាំស្រូវនឹងខុសពេលវេលាយើងដាំលើសពីតម្រូវការចេះមួយចេះពីរខ្ញុំចង់និយាយថា
គ្មានអីក្រៅពីការផ្លាស់ប្ដូរមេដឹកនាំចង្រៃបំផ្លាញជាតិនឹងទេមានតែប៉ុណ្្នឹងទេបងប្អូនហើយខ្ញុំជឿទៀតថាវិធីសាស្ត្រក្នុងការជួយពលរដ្ឋខ្មែរឲ្យមាននៅទាន់មានឱកាសបើសិនជាកូនខ្មែរទាំងអស់គ្នានៅក្រៅប្រទេសអ្នកក្រៅប្រទេសខ្ញុំអត់និយាយពីក្នុងប្រទេសទេនៅក្រៅប្រទេសបន្តការតស៊ូមតិឬក៏រៀនស្វែងយល់ថាត្រូវជួយប្រទេសយើងតាមរបៀបណាបងប្អូនត្រូវដឹងថា$23កើតឡើងមកនេះណាក៏ដោយសារតែបងប្អូនអ៊ំពូមីងនៅក្រៅប្រទេសដែរអរគុណព័ត៌មានថាតាំងពីសៀមវាមកជន់គ្រាប់មានងាប់នៅលើដីវាដាច់ជើងលើដីខ្មែរឬក៏មានបញ្ហាជាច្រើនគឺវាចោតលើខ្មែរឥឡូវមាន3ករណីឬក៏3ករណីទៀតដែរដើម្បីមកបន្ថែមសុំខ្មែរសាមុនបាន4ហើយខាងខ្មែរយើងនេះយល់ព្រមជាមួយគេទាំងអស់អ្នកអាលីខាន់ហោតគឺកូនខ្មែរណាហើយឥឡូវហ៊ុនសែនមានបំណងចង់យកមី54តោនពីស្វីសពីអង់គ្លេសហ្នឹងយកទៅដាក់ឲ្យចិនហេតុអីគឺចង់យកចិត្តចិនព្រោះចិនហ្នឹងចង់បដិខ្លួនចេញពីអាមេរិកឬក៏ចង់បង្កើតអាលុយខ្វញដើម្បីកុំឲ្យជាប់សេដ្ឋកិច្ចមួយអាមេរិកក៏ប៉ុន្តែវាត្រូវការមាសជាច្រើនដើម្បីទៅកើនការលក់ដូរអីផ្សេងៗបងប្អូនទៅតាមមើលថែមទៀតហើយសួរថាយកទៅនឹងដើម្បីអីដើម្បីលួងលោមចិនឲ្យចិននឹងមកជួយខ្មែរណាគេសួរថាតាំងពីដើមមកចិនដែរជួយខ្មែរទេឥឡូវខ្ញុំនិយាយពីផលប្រយោជន៍របស់ចិនវិញចិនសួរថារវាងខ្មែរនិងសៀមតើចិនវាជួយមួយណាទាំងដែលខ្មែរធ្លាប់ទិញសភាវុធវាមិនទាំងឲ្យខ្មែរបាញ់ជាមួយនឹងសៀមផងណាតែហ៊ុនសែនកុំចង់លាក់ពលរដ្ឋលុយទិញអស់រាប់ពាន់លានដុល្លារណាគ្រឿងសភាវុធហ្នឹងមិនដែលឲ្យខ្មែរបាញ់ទេដោយសារអីដោយសារតែពលរដ្ឋចិននៅលើទឹកដីសៀមច្រើនចិនមានក្រុមហ៊ុនមានសេដ្ឋកិច្ចអីជាច្រើនដែលចរាចរនៅលើទឹកដីសៀមហើយចិនក៏មានផលិតផលលក់ជាច្រើនទៅឲ្យចំនួនពលរដ្ឋគេជាច្រើនខ្មែរយើងទៅដល់7លាននាក់ទេប៉ុន្តែប្រជាជនសៀមមានច្រើនណាស់ចិត្តទៅដល់1លាននាក់ទៅហើយណាហើយសួរថាតើគេសុខចិត្តយកចំនួនពលរដ្ឋភាគតិចដែលចំណេញផលតិចហ្នឹងមកជួយទេគេអត់ជួយទេចិនអត់ជួយខ្មែរទេគឺចិនជួយសៀមហើយមួយទៀតកាលពីមុនចិនវាខ្លាំងឬក៏វាចូលរួមជាមួយខ្មែរដោយសារតែខ្មែរយើងពន្ធ EBA ប៉ែកអឺរ៉ុបអីគេអត់យកពន្ធពីខ្មែរទេអញ្ចឹងឲ្យខាងមន្ត្រីរាជការខ្មែរមួយចំនួនឬក៏អ្នកធំក្រាក់ហ្នឹងយកបាកូនទៅលក់ឲ្យចិនផលិតផលមកគេដាក់ថាជារបស់ខ្មែរយកទៅលក់ឲ្យបរទេសហើយបានលុយមកចែកភាគលាភជាមួយនឹងមន្ត្រីខ្មែរសួរថាតើគេដក EBA ឬក៏គេដាក់ពន្ធហ្នឹងតើវាងាប់ខ្មែរទេខ្មែរយើងទូគេមិនដាក់ក៏ងាប់ដែរដោយសារតែវាមិនដែលបានដល់កញ្ចក់មាត់ខ្មែរទេណាវាមិនដែលបានដល់ឆ្នាំងបាយខ្មែរទេរឿងពន្ធរឿងអីគេអនុគ្រោះពន្ធអីផ្សេងៗហ្នឹងងាកមកត្រឡប់មកមាស54តោនវិញហ៊ុនសែនមានចេតនាចង់យកមាសរបស់ជាតិខ្មែរដែលមានតប្រាក់ចំនួន$26,000លានដែលវាចង់សងសឹកលុយដែលវាលក់វាលៀងលុយខ្មៅត្រូវបានគេបកកជាច្រើនហ្នឹងវាចង់យកអាហ្នឹងមកវិញតែអាហ្នឹងថាជាលុយរបស់វាដែលវាដឹកនាំជាង40ឆ្នាំហ្នឹងវាបានសន្សំទិញប៉ុណ្ណឹងប៉ុន្តែលុយហ្នឹងមិនមែនទេណាជាលុយរបស់ជាតិហើយតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះលុយហ្នឹងហើយហ៊ុនសែនឡើងមកកាន់តំណែងអំណាចហ្នឹងមានតែលក់ជាតិហើយដើម្បីតែទិញកូនចៅវាខោអាវ$1 លានក៏មានដែរណាខោអាវកូនចៅវាពាក់មួយឈុតរាប់ពាន់រាប់លានដុល្លារសួរថាតើកូនខ្មែរយើងហ៊ានចាយសំបីតបាយមកពេលពលរដ្ឋខ្មែរភាគច្រើនតើមានកម្រិតណាពេលដែលយើងចែកមកជុំមកភាពប្រាក់ខែរបស់ពលរដ្ឋតាំងពីលុយខ្មៅលុយអាងឹតលុយពលករចំណាក់ស្រុកចូលទៅក្នុងស្រុកខ្មែរចែកចំនួននឹងពលរដ្ឋ17លាននាក់បានតែមួយឆ្នាំក្នុងម្នាក់បានតែ$2,000ទេហើយយើងគិតមើលបងប្អូនខ្មែរខ្លះមានដល់ទៅប្រាក់ខែ$2,000ទេក្នុងមួយឆ្នាំរកអត់បានទេហើយសួរថាតើយើងរស់កើតទេមួយឆ្នាំ$2,000ហើយអាចំណាយស៊ីអង្គការស៊ីចុកម្ហូបអីហ្នឹងតើវាសមាមាដែរទេវាសមដែរទេទាំងដែលលុយជាតិមានទៅជាច្រើនដែលវាបានបំផ្លាញហើយឥឡូវវាចង់មកលេបលុយជាតិនឹងទៀតហើយសួរត្រឡប់មកវិញសួរថាតែចិនហ្នឹងគេមកជួយខ្មែរឬក៏អត់ខ្ញុំចង់និយាយថាវាអត់ជួយទេវាគិតពីផលប្រយោជន៍វាហើយសួរថាហ៊ុនសែនហ្នឹងហ៊ានទុកលុយឬក៏ចង់ដើរជាមួយនឹងលោកសេរីទេវាមិនហ៊ានដើរទេវាបើថាវាដើរជាមួយលោកសេរីគេត្រូវការឲ្យវាបើកលំហលទ្ធិប្រជាធិបតេយ្យដោះលែងអ្នកស្នេហាជាតិអីជាច្រើនចឹងទៅលោកហ៊ុនសែនរាល់ថ្ងៃដឹកនាំប្រទេសមិនថាវាដឹកនាំឲ្យជាតិកាន់តែអន្តរាយទេវាដឹកនាំឲ្យពលរដ្ឋខ្មែរស្លូតត្រង់មួយចំនួនណាមកស្អប់នឹងរើសអើងអ្នកដែលតស៊ូមតិឬក៏អ្នកដែលនិយាយពីអ្វីដែលការពិតដែលរបបដឹកនាំហ៊ុនសែនគ្មានកំណត់ក្នុងការធ្វើអ្នកកូនខ្មែរឬក៏ដូចជាពួកខ្ញុំឯងត្រូវបានប្រជាជនសាមញ្ញមួយចំនួនគាត់រើសអើងត្រូវបានពួកមន្ត្រីរាជការមើលមុខមើលក្រោយហើយសលៀងមាត់ឬក៏សលៀងតែខ្នោះកាងអាងទៅរកទៅចាប់ដាក់គុកទេអញ្ចឹងចង់ឲ្យកូនខ្មែរទាំងអស់គ្នាត្រូវដឹងថាបើសិនជាខ្មែរយើងឬក៏ប្រជាពលរដ្ឋខ្មែរយើងមានអំណាចឬក៏មួយក៏យកដឹងពីអំណាចរបស់ខ្លួនឯងយកមកប្រើម្លេះយើងមិនមែនធ្លាក់ដណ្ដាបដល់ម្លឹងទេមិនមែនសៀមជន់ក្បាលយើងឬក៏សៀមមកបំពេញយើងហើយវាឲ្យយើងសុំទោសវាទៀតទេរាល់ថ្ងៃនេះណាអាដាច់ជើងថ្ងៃមុនហ្នឹងឲ្យយើងមកសុំទោសវាទៀតអញ្ចឹងខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនត្រឡប់មកវិញថាមាន54តោនគិតជាសាច់ប្រាក់$26,000លាននេះណាវាត្រៀមគម្រោងដកចេញពីស្វីសចេញពីអង់គ្លេសណាដើម្បីតែគាត់ចិត្តចិនព្រោះចិនហ្នឹងគេមានបំណងចង់រើបំរាស់ចេញពីអាមេរិកហើយតកាលណាយើងកុម្មុយនីសពិភពលោកមួយនេះណាកុម្មុយនីសរីកធំមាឌហើយគុំសង្ឃឹមថាខ្មែរឬក៏ពលរដ្ឋយើងដែលតូចតាចហ្នឹងរស់ស្រួលណាហើយអញ្ចឹងបាទខ្ញុំតែងតែនិយាយថាសកម្មភាពរបស់កូនខ្មែរដែលឈឺឆ្អាលរឿងសង្គមឬក៏ចង់តែងតែចង់ទាមទារលទ្ធិប្រជាធិបតេយ្យណាមិនមែនជួយតែខ្មែរទេគឺជួយទៅដល់សុខសន្តិភាពពិភពលោកផងដែរអញ្ចឹងត្រង់ហ្នឹងកូនខ្មែរយើងត្រូវតែស្វែងយល់ឲ្យមែនតើកុំចាញ់បោកហ៊ុនសែនទៀតបើសិនជាស្រុកខ្មែរយើងមានគណៈបកប្រឆាំងហើយមានអំណាចស្មើគ្នាប្រកួតប្រជែងដូចកូរ៉េម្លេះមិនមែនហ៊ុនសែនតម្លើងក្បាលវាធ្វើជាស្ដេចឬក៏ចង់អង្គុយលើក្បាលស្ដេចសប្ងៃហ៊ុនសែនអ្នកប្រមាថស្ដេចស្រុកខ្មែរជាងពលរដ្ឋខ្មែរទៅទៀតនេះត្រង់ហ្នឹងរាល់ថ្ងៃវាចង់គ្រប់គ្រងទាំងអស់តែហ្មងអញ្ចឹងចង់បញ្ជាក់ប្រាប់បងប្អូនថា
លោកហ៊ុនសែនលោកហ៊ុនម៉ាណែតកំពុងតែប្លន់លុយជាតិហើយនឹងកំពុងតែសម្លាប់ជាតិខ្មែរនិងសម្លាប់ជីវិតកងទ័ពខ្មែរដែលបានលះបង់ពលីអាយុជីវិតជាច្រើនហើយมันមានការផ្សព្វផ្សាយហើយมันមានការលើកទឹកចិត្តគឺវាចង់ឲ្យខ្មែរយើងស្លាប់ដោយដូចកង្កែបនៅក្នុងទឹកក្តៅដែលទ្រាំសំតិចជាលក្ខណៈថាអូនហើយទ្រាំទៀតរហូតដល់ដៃខ្យល់ងាប់អញ្ចឹងហ៊ុនសែននឹងហើយជាអ្នកដែលបល័យពូជខ្មែរចង់បំបត្តិពូជខ្មែរឲ្យបាត់បង់សូន្យសងលើពិភពលោកមួយហ្នឹង